ចាអូនសម្រាប់យើងមានបានសមធរឬក៏យើងហៅបានក្រីក្រស្រួលស្ដាប់ហើយស្រួលយល់សម្រាប់បានក្រីក្របានលុយចុងក្រោយគឺនៅ8 ខែជាងដូចគ្នាគឺអត់ខុសពីកម្មការនៃរោងចក្រអឺត្រីមាសទី1មានន័យថា3ខែដំបូងគឺយើងបានម្ដងចូល22ទៅ24សប្តាហ៍គឺយើងបានម្ដងចាដូចជា32ទៅ34សប្តាហ៍យើងបានម្ដងទៀតហើយមួយទៀតគឺ36សប្តាហ៍36ទៅ38យើងបានម្ដងទៀតអញ្ចឹងគឺយើងបានចុងក្រោយនៅពេលចូលជិត9ខែចា30ជាដូចជា36សប្តាហ៍ទៅ38ហ្នឹងហើយបងប្អូនអត់ចាំដែរចាដោយសារអីភាគច្រើនអត់សូវចាប់អារម្មណ៍ចំណុចហ្នឹងដោយសារប្រព័ន្ធបញ្ចេញឲ្យអូតូសម្រាប់អ្នកបានក្រីក្រចាប្រព័ន្ធបញ្ចេញឲ្យអូតូហ្មងអញ្ចឹងពេទ្យចាំទៅចុចឯងអត់សូវចាប់អារម្មណ៍តែនឹងខ្ញុំនៅព្យាយាមចាប់អារម្មណ៍ថាប្រហែលសប្តាហ៍បានលុយអញ្ចឹងណាចាអញ្ចឹងយើងបាន4ដងចុងក្រោយហ្នឹងចូលជិត9ខែបងប្អូនចាហ្នឹងយើងបានម្ដងទៀតចាពេលយើងបានម្ដងហ្នឹងហើយដល់ពេលសម្រាលគឺយើងបាន40ម៉ឺនម្ដងទៀតបន្ទាប់ពីសម្រាលបានមួយអាទិត្យបាន80000ម្ដងពីអាទិត្យ80000ម្ដងទៀតបន្ទាប់មក1ខែកន្លះ2ខែកន្លះ3ខែកន្លះ6ខែ9ខែ12ខែនិង18ខែ24ខែអញ្ចឹងគឺយើងបានទាំងអស់10ដងក្រោយសម្រាលកូនណា11ដងទាំងពេលសម្រាលចាអញ្ចឹងសម្រាប់បងប្អូនដែលមានបានគឺត្រូវយកបានទៅមិនថាពេលមើលពោះពេលសម្រាលកូនក្រោយសម្រាលកូនឬក៏ចាក់វ៉ាក់សាំងកូននេះគឺត្រូវយកបានទៅជាមួយជានិច្ចចាមិនមែនថាអូយើងអាំងតែមានបានយើងអត់ដែលយកទៅដល់ពេលត្រូវការបញ្ចូលប្រព័ន្ធអីផ្សេងអ្នកគ្រូគាត់សួរយើងអត់មាននឹងវាបាក់ដែរចាដោយសារអីពេលខ្លះយើងប្រើបានលើកលែងសេវាសម្រាប់ពេលយើងអត់យកបានទៅគឺអ្នកគ្រូគាត់ឲ្យបង់សេវាអីចឹងទៅគឺយើងកុំឲ្យមានបញ្ហាអញ្ចឹងគឺយើងយកទៅបងប្អូនណាចាយើងលើកលែងក៏បានដែរប៉ុន្តែគ្រាន់តែថាបើយើងមានបានគឺយើងប្រើបានទៅយើងកុំទុកផ្ទះហើយយើងប្រាប់ថាយើងមានបាននឹងវាបាក់ដែរអញ្ចឹងសម្រាប់បងប្អូនមានបានគឺយកបានទៅណាបងប្អូនណាហើយមួយទៀតសម្រាប់លុយក្រោយសម្រាប់កូនបងប្អូនមកចុចឲ្យទៀងទាត់មកបើសិនជាយើងខកខានពេលខ្លះករណីខ្លះលើសតែ4 5ថ្ងៃក៏អត់បានដែរករណីខ្លះវាអាចលើស4 5ថ្ងៃបានតែយល់អត់គឺយើងមកចុចឲ្យបានទៀងទាត់បើសិនជាបងប្អូនឆ្ងល់មានសំណួរអីបងប្អូនអាចតម្លាក់នៅក្នុងខមមិនខាងក្រោមមកខ្ញុំនឹងឆ្លើយជូនបងប្អូនអរគុណចាអរគុណច្រើន